សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានជាវីដេអូមួយដែលមានសិស្សប្អូនគាត់មកតងជាមួយនឹងVMware ដូចគ្នាគាត់ថាគាត់ចង់ដឹងពីរបៀបនៃការតម្លើង Sigma OS នៅលើ VMware អញ្ចឹងមុនយើងតម្លើង Sigma នេះយើងត្រូវដឹងថា Sigma នេះវាជាអីសិនណាតើតើជាមួយនឹង Sigma OS នេះវាគឺជាអញ្ចឹងបានថាវាគឺជាប្រតិបត្តិការ operating system មួយដែលបង្កើតឡើងសម្រាប់ store ឬក៏សម្រាប់ NAS network attached storage សម្រាប់ទុកទិន្នន័យនៅក្នុងបណ្ដាញអញ្ចឹងណាអញ្ចឹងគេថាអ្វីទៅជា Sigma គឺជា OS បំលែងកុំព្យូទ័រឬ server ឲ្យខ្លាចទៅជា cloud ផ្ទាល់ខ្លួនដែលអាចទុកនិងគ្រប់គ្រងទិន្នន័យដូចជាវីដេអូ photo អីជាដើមបានឲ្យខ្លួនឯងអញ្ចឹងក៏ថាប្រយោជន៍នៃ Sigma OS អញ្ចឹងមុខងារសំខាន់វាដូចជា Synology ដែរទេណាប៉ុន្តែគាត់ថាវាជាលក្ខណៈថាជា cloud privacy របស់យើងណាអញ្ចឹងមុខងារសំខាន់វាមានច្រើនណាទី1គ្រប់គ្រងឯកសារគេហៅថា file management លក្ខណៈថាយើង file management ហ្នឹងយើងក្នុងហ្នឹងគឺយើងរក្សាឯកសារដូចជា photo អីចឹងណា drive word excel ដែលយើង store នៅក្នុងហ្នឹងចឹងទៅទី2គឺ cloud ផ្ទាល់ខ្លួន cloud ផ្ទាល់ខ្លួនមានន័យថាវាអាចប្រើជំនួស Google Drive ឬក៏ Dropbox ដូចជាដើមចូលប្រើគ្រប់គ្រងគ្រប់ទីកន្លែង LAN WAN ហ្នឹងណា Sigma ជារួម Sigma វាដូចជា cloud មួយចឹងណាអញនិយាយបានថាវាជា cloud មួយសម្រាប់ private របស់យើងទី3នោះគឺវា backup Sigma ក៏វាមានservice backup ដែរណាសុវត្ថិភាព privacy នៅក្នុងហ្នឹងក៏អាចធ្វើ RAID បានទេនៅក្នុង Sigma ហ្នឹងណាអូខេអញ្ចឹងបើវាយល់ឲ្យងាយទៅណា Sigma OS វាគឺជា OS សម្រាប់បង្កើត server ផ្ទាល់ខ្លួនអញ្ចឹងវាដូចជា Google Drive នៅផ្ទះយើងអញ្ចឹងណាប៉ុន្តែយើងគ្រប់គ្រង data ទាំងអស់ដោយខ្លួនឯងមានន័យអញ្ចឹងណាព្រោះថា Google Store នៅ Google Drive ទៅមានន័យថាគឺយើង store ទៅខាង Google អញ្ចឹងទៅអញ្ចឹងយើងត្រូវដឹងថាវាប្រើដើម្បីអីសិនដើម្បីយើងតម្លើងតាមក្រោយអញ្ចឹង Sigma បង្កើតឡើងដោយអ្នកណាគេ Sigma តាមពិតទៅបង្កើតឡើងដោយក្រុមហ៊ុនឈ្មោះ iWell Technology ហ្នឹងហើយក្រុមហ៊ុននេះគឺជាអ្នកផលិតឧបករណ៍ home server ដូចជា Sigma Board និង Sigma Cube ជាដើមហើយបង្កើត Sigma ហ្នឹងវាបង្កើតនៅក្នុងចន្លោះ23-24នេះឆ្នាំ2023-24ហ្នឹងណាហើយវាជា OS បង្កើតដើម្បី control ផលិតផល Sigma របស់គេហ្នឹងជាទូទៅហើយទើបគេ deploy ឲ្យយើងប្រើជា worldwide ណាអូខេអញ្ចឹងយើងទៅ